រូងងងឹតភាគទី2ព្រលឹមមិនទាន់ផងអ្នកភូមិឃើញ Gibson និងព្រានអង្គុយផឹកតែទល់មុខគ្នាមកផ្ទះព្រានរុំក្បាលដែលត្រូវមួយឈើធ្វើឲ្យ Gibson នឹកឃើញដល់ហេតុការណ៍ពីយប់ក្បាលមិនអីទេព្រានគក់ក្បាលគេក៏សួរទៀតលោកធ្លាប់ឃើញនរណារស់នៅក្នុងប្រាសាទនោះដែរទេឮចាស់និយាយឬក៏អ្វីផ្សេងតាក់ទងនឹងទីនោះដែរ Gibson សួរតាមពិតពេញមួយយប់គេនៅតែគិតពីរឿងប្រាសាទអត់ទេតែចាស់និយាយថាបុរសម្នាក់ធ្លាប់នៅក្នុងប្រាសាទនោះរឿងយូរណាស់ហើយ Gibson ដកដង្ហើមធំអ្នកដំណាលនោះក៏បន្តគេនិយាយថាបុរសនោះមិនដែលនិយាយរកអ្នកភូមិទេមិនតាក់ទងអ្នកណាទាំងអស់អ្នកខ្លះនិយាយថាគាត់ដូចជាមនុស្សមកពីទីក្រុងប៉ុន្តែគ្មាននរណាដឹងច្បាស់ទេអ្វីៗគឺជាការនិយាយតគ្នាឥឡូវគាត់នៅឯណាគ្មានអ្នកណាដឹងទេឪពុករបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាបុរសនោះជាខ្មោចព្រោះគាត់បាត់ខ្លួនទៅគ្មាននរណារកសពឬដានគាត់ឃើញទាំងអស់ខ្មោចលោកជឿដែរខ្ញុំយល់ថាគាត់នោះប្រកាសជាធ្លាក់បាត់ខ្លួនទៅក្នុងអណ្ដូងទៅវិញទេ Gibson ក៏រកនឹកឃើញសំណួរចុះដែលលើថាអណ្ដូងនោះគេជីកពីចំនួនណាមកទេចាស់ថាបុរសនោះមកនៅប្រាសាទនេះហើយក៏ជីកអណ្ដូងដោយខ្លួនឯងមនុស្សម្នាខ្លាចគាត់ដោយសារចរិតចម្លែករបស់គាត់តែរឿងយូរណាស់ហើយឮតែគេនិយាយតគ្នានឹងលោកកុំយកចិត្តទុកដាក់អីពេកការពិតយ៉ាងណាគ្មានអ្នកណាដឹងទេចុះយើងមិនស្វែងរកការពិតទៅគឺនៅចំនួនពួកយើងនេះហើយលោករៀនខាងបុរាណវិទ្យាព្រានសួរផងចាក់ទឹកតែបន្ថែមឲ្យផងគេមិនឆ្លើយហើយមើលទៅកុមារអាយុ7ឬ8ឆ្នាំដែលរត់លេងនៅក្នុងផ្ទះកូនប្រុសខ្ញុំ Gibson ញញឹមគេចូលចិត្តក្មេងណាស់គេក្រោកដើរមុខបាំងរំខានការលេងរបស់ក្មេងនោះហើយសន្ទនារាក់ទាក់សួស្ដីអូនតូចឯងឈ្មោះអីក្មេងប្រុសងាកទៅមើលឪពុកដើម្បីដឹងថាឪពុកឲ្យនិយាយឬអត់ព្រានធ្វើសញ្ញាថាមិនអីទេទៅក្មេងប្រុសឆ្លើយតបទាំងអៀនមិនមើលមុខ Gibson ឡើយខ្ញុំឈ្មោះវែងឈ្មោះពីរោះ Gibson និយាយហើយក្តិចថ្ពាល់របស់គេ Gibson យកកូនបាល់ចេញពីហោប៉ៅរបស់គេមកហើយដាក់នៅចំពោះមុខរបស់វែងក្មេងបានបាល់នេះមកពីណាវែងដូរទឹកមុខហាក់ភ័យខ្លាចគេសម្លឹងទៅឪពុកតែអ្នកជាភ្ញៀវនិយាយកំឡាចិត្តកុំភ័យអីឪពុកក្មួយគាត់មិនថាអីទេក្មេងប្រុសនេះនៅតែស្ទាក់ស្ទើរបានមកពីណាប្រាប់អ៊ំទៅកូនព្រានទឿនកូនប្រុស Gibson សម្លឹងភ្នែកក្មេងយ៉ាងស្លុតបូតលួងលោមបង្កាត់មនោចេតនារួចសួរពួកយើងទៅកន្លែងក្មួយរើសបានបាល់នោះបានទេប៉ុន្តែទឹកមុខរបស់វែងនៅតែភ័យខ្លាចរឿងរ៉ាវនៃប្រាសាទនោះមិនដែលធ្វើឲ្យ Gibson នៅសក់ទេទោះបីជាយប់នោះក៏គេសម្រេចចិត្តវិលទៅរកបន្តដែរមេឃងងឹតណាស់ជំនឿចិត្តលើរបបកំហឹងអ្វីមួយធ្វើឲ្យគេទៅកាន់ទីនោះសាជាថ្មីតែម្នាក់ឯងគត់ព្រោះអ្វីដែលគេគិតយល់ពិបាកធ្វើឲ្យអ្នកផ្សេងយល់លើកលែងតែគេមានភ័ស្តុតាងជាក់លាក់មួយក្នុងដៃសិនរុករកក្នុងប្រាសាទអស់ចិត្តអស់ចង់គេឈរថ្មឹងនៅពីមុខផ្ទាំងថ្មធំមួយគេបានដើរចុះឡើងបញ្ចាំងពើឆ្វាត់ឆ្វែងពិនិត្យមើលផ្ទាំងសិលាដ៏ធំក្រាស់និងអ្វីៗផ្សេងទៀតនៅជុំវិញនោះបន្ទាប់មកគេសម្រេចចិត្តថាផ្ទាំងថ្មនោះហើយជាគោលដៅរបស់គេចុងក្រោយគេព្យាយាមប្រើកម្លាំងរុញថ្មនោះវាមិនពិបាកពេកទេតែក៏មិនស្រួលពេកដែរបើថ្មនោះត្រូវបានអ្នកណាម្នាក់មានចេតនាដាក់ព្រោះបើពិបាកខ្លាំងម្ចាស់វាខ្លួនឯងក៏រុញមិនកើតតែបើស្រួលពេកអ្នកផ្សេងមុខតែងាយធ្វើបានដល់ព្យាយាមរុញច្រើនដងផ្ទាំងថ្មក៏រមាលចេញគេឃើញវាមានសន្តានមូលងាយរំកិលណាស់ឲ្យតែទាញចំគន្លឹះរអិលពេលដែលថ្មរមាលចេញហើយគេឈរឆ្កប់នៅនឹងមុខរូងដ៏ងងឹតមួយគេបញ្ចាំងពិលនោះគឺរូងអាចកំបាំងដែលអ្នកណាម្នាក់ឧស្សាហ៍ចេញចូលគេដាក់ដុំថ្មធំបិទមាត់រូងបំភាន់ភ្នែក Gibson បញ្ចាំងពិលហើយដើរចូលទៅក្នុងរូងទាំងមានកម្លាំងចិត្តគេយល់ថាការពិតអ្វីៗជាស្នាដៃរបស់មនុស្សមិនមែនខ្មោចព្រាយអារក្សអ្វីទាំងអស់មិនឆ្ងាយប៉ុន្មានពីមាត់រូងឡើយគេឃើញសម្ភារៈសិក្សាគ្រឿងពិសោធន៍ក្រដាសសនិងរូបគំនូរព្យួររមែងរណោងតាមជញ្ជាំងជាច្រើន Gibson បញ្ចាំងពិលលើជញ្ជាំងថ្មដែលជាប់ដោយធូលីក្រាស់ស្ដើងមិនដូចគ្នា Gibson ព្យាយាមសម្អាតធូលីចេញដោយអន្លើនៅលើជញ្ជាំងថ្មចាស់ដែលស្រពិចស្រពិលហាក់មានអ្នកណាបានសរសេរអ្វីទុកលើនោះទីបំផុតអក្សរមួយជួរក៏អណ្ដែតចេញមកពីក្រោមកម្រាស់ធូលីនិងស្លែពេលវេលាជាមាសប្រាក់ចន្លោះពេលពីមួយទៅមួយជាទ្រព្យសម្បត្តិភ្លាមនោះដុំក្រដាសចាស់ៗនិងថ្មកំទេចផុយរលួយដោយសំណឹកបានរបូតធ្លាក់មកលើក្បាលរបស់ Gibson បង្ខំឲ្យគេថយក្រោយក្រាក់ព្រោះភ្ញាក់ផ្អើល
រៀបចំស្មារតីមកវិញបានពេលណាគេក៏បញ្ចាំងពិលរើសរកកំទេចក្រដាសទាំងនោះមកគុំអានគេងើបមុខមកវិញដោយញញឹមផងទីបំផុតលោកនេះគ្មានអាចកំបាំងទេគេប្រាប់ខ្លួនឯងតិចដោយអំនួនកណ្ដឹងទ្វារផ្ទះរោស្តេឡាចេញទៅបើកហើយអរណាស់ពេលឃើញហ្គីបសុនតែប្តីនាងដើរចូលមកក្នុងផ្ទះរយហាក់មិនចាប់អារម្មណ៍អ្វីអំពីការត្រេកអររបស់នាងឡើយមុខមាត់បាំងបិទដោយពុកមាត់ស្រមកហើយបងឯងបាត់ទៅណានាងសួរគេមិននិយាយមិនខលមកហើយមិនផ្ញើសារមកទៀតនាងបន្តហ្គីបសុននៅតែមិនឆ្លើយតបគិតពីអោនដោះស្បែកជើងនិងអាយក្រៅចេញអូនមិនមែននិយាយជាមួយថ្មទេណាលោកប្តីស្តេឡាងងក់គេនៅតែមិនមាត់ហ្គីបសុននិយាយតបហើយដើរហួសទៅដោយមិនទាំងមើលមុខនាងបងកំពុងប្រញាប់គេដើរសម្ដៅបន្ទប់គេក្រោមការងឿងឆ្ងល់និងពិភ័លរបស់ភរិយាស្តេឡានៅតាមសម្លឹងគេពីក្រោយទោះបីជាគេចូលក្នុងបន្ទប់បាត់ហើយក្តីនាងស្រឡាំងកាំងនឹងការផ្លាស់ប្ដូរអត្តចរិតរបស់គេពីមុនប្តីម្នាក់នេះមិនដែលតោះតើយអីដាក់នាងដល់ថ្នាក់នេះទេបើមុខមាត់មិនដូចគ្នានាងចាត់ថាជាមនុស្សផ្សេងហើយស្តេឡាបោះចោលការបារម្ភរត់ទៅចម្អិនអាហារព្រោះគេមកដោយគ្មានព្រៀងទុកនាងលឺស្នូរទ្វារបើកហើយបិទទៅវិញហ្គីបសុនទៅក្រៅទៀតមួយម៉ាត់ក៏មិនប្រាប់ខ្ញុំនាងចោលការងារដើរទៅអើតមើលបន្ទប់គេងឃើញចំហទ្វារហើយរបស់របរនៅរាយប៉ាយនាងដើរចូលទៅយឺតដោយហួសចិត្តទាំងគ្មានចម្លើយណាមួយឲ្យអាចបញ្ចប់ចម្ងល់តាក់ទងនឹងប្តីចម្លែកនេះឡើយស្រីស្អាតអោនរើសរបស់ដែលនៅរាយប៉ាយលើកម្រាលឥដ្ឋហើយពេលងើបឡើងមកវិញនាងវាក់នឹងលលាក្បាលសត្វនៅលើតុស្តេឡាស្រែកព្រាត់សម្លេងដោយក្តីរន្ធត់ហើយរត់ចេញមកក្រៅវិញនៅក្នុងសួនហ្គីបសុនដើរសម្ដៅទៅរកឡានស្តេឡាស្ទើរតែរត់បុកគេហើយសង្ខេញសួរបងទៅណាហើយលលាក្បាលឈួតអីនៅលើតុនោះនាងនិយាយដោយកំហឹងប៉ុន្តែហ្គីបសុននៅតែដើរទៅមុខបងនាងស្ទើរតែយំទៅហើយដេបហ្គីបសុនឈប់ជើងហើយឆ្លើយតបនឹងងាកក្រោយបងឆាប់មកវិញទេគេនិយាយដោយខ្លីរួចបន្តដើរសម្ដៅឡានគេចូលក្នុងឡានទាញទ្វារបិទហើយបញ្ឆេះស្តេឡាដែលភ្លេចភ្លាំងស្មារតីទៅហើយនោះក៏នឹកឃើញស្រែកឡើងហ្គីបសុនកំពុងស្លង់ក្នុងការគិតរបស់គេស្ដាប់ស្តេឡាមិនឮហើយក៏មិនចង់ស្ដាប់ដែរគេបើកឡានចេញទៅដោយមិនងាកក្រោយសំបីម្ដងហ្គីបសុនស្ដាប់ណាស្តេឡារត់ទៅមាត់ទ្វាររបងហ្គីបសុនប៉ុន្តែឡានឡើងដល់ចិញ្ចើមផ្លូវទៅហើយនាងរត់តាមក្រោយឡានបន្តិចទៀតប៉ុន្តែឡានដែលបើកពេញទំហឹងបន្តិចក្រោយមកក៏បាត់ពីខ្សែភ្នែកនាងទៅយប់នេះហ្គីបសុនទិអណ្ដូងម្ដងទៀតគេឈរនៅឯមាត់អណ្ដូងហើយសម្លឹងចុះក្រោមគេបញ្ចាំងពិលចូលទៅក្នុងប៉ុន្តែមិនឃើញអ្វីទេគេថយក្រោយពី3ជំហានហើយប៉ុន្តែដង្ហើមទៀតប៉ុណ្ណោះគេក៏លោតចូលក្នុងអណ្ដូងគ្មានសម្លេងអ្វីទាំងអស់គ្រប់យ៉ាងគឺស្ងាត់ឈឹងអ្វីវិលមករកភាពស្ងាត់ជ្រងំដែលគួរឲ្យព្រឺខ្លាចអណ្ដូងនៅតែដដែលគឺខ្មៅនិងងងឹតពេលនេះស្តេឡាដែលកំពុងជិះឡានទៅជាមួយមិត្តភ័ក្តិរបស់ប្តីនាងបានភ្ញាក់ពីការស្លង់អារម្មណ៍មកវិញលោកដឹងទេចាស់ស្គប9ថ្ងៃមុនហ្គីបសុនមកផ្ទះវិញបុរសនោះងាកមកមើលនាងដោយខ្សែភ្នែកអាណិតពេលនោះស្តេឡាក៏និយាយបន្តហាក់ក្រៀមស្រពោនចិត្តជាខ្លាំងគេដូរចរិតសួរមិនឆ្លើយហើយប្លែកគេទៅម្ដងទៀតក៏មិនដែលឃើញវិលមកផ្ទះវិញខ្ញុំដឹងតានាងភ្ញាក់ផ្អើលនឹងត្រេកអរសម្លឹងមុខគេគួរឲ្យអាណិតលោកបានជួបគាត់គេគ្រាន់តែងក់ក្បាលបញ្ជាក់ពាក់ព័ន្ធនឹងរឿងអ្វីតែនាងមិនអស់ចិត្តទេទើបសួរបន្តប៉ុន្តែម្ដងនេះចាស់ស្គបមិនឆ្លើយអ្វីទៀតទេធ្វើឲ្យស្តេឡាដឹងខ្លួនថាកំពុងរំខានការបើកបររបស់គេដូច្នេះហើយនាងអត់ធ្មត់រក្សាការស្ងាត់ស្ងៀមទីបំផុតនាងក៏នឹកឃើញដល់អតីតកាលបន្តទៀតអ្វីដែលនាងនៅចងចាំក្នុងពេលនេះគឺខ្លួនកំពុងអង្គុយទល់មុខប៉ូលីសអង្កេតរឿងក្តីបាត់ខ្លួនរបស់ប្តីនាងលោកវីរៈសេនីតូហ្វ្រេដអង្គុយស្ដាប់នាងពិតមែនប៉ុន្តែគេបានតាមដានពីកាយវិការកម្រិតយល់ដឹងចរិតលក្ខណៈនិងសកម្មភាពរបស់ស្តេឡាដោយប្រុងប្រយ័ត្នអ្នកស្រីនិយាយទៀតមកហ្វ្រេដបន្តធ្វើកំណត់ហេតុហើយលូកដៃលើកែវទឹកមកក្រេបបន្តិចស្តេឡាដកដង្ហើមធំនិយាយខ្ញុំស្រែកហៅគាត់ប៉ុន្តែគាត់មិនងាកក្រោយទេធ្វើដូចមិនឮដូចមានអ្វីកំពុងសន្តិដ្ឋដូចមិនមែនប្តីខ្ញុំឥឡូវជិត1សប្តាហ៍ហើយគាត់មិនខលឬផ្ញើសារមកទេមានឆ្លោះគ្នាទេអត់ទេមានអ្នកណាហៅរកគាត់ទេដូចជាទូរស័ព្ទឬអ្វីផ្សេងនាងក្រវីក្បាលវីរៈសេនីសម្លឹងនាងហើយដាក់កែវចុះលើតុវិញដោយចាប់ផ្ដើមពិនិត្យមើលទៅទាំងគំនូរទាំងឡាយនៅលើជញ្ជាំងផ្ទះនេះរូបថតនិស្សិតមហាវិទ្យាល័យម្នាក់បានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំងនាងជានរណា
ស៊ូសានប្អូនស្រីថ្លៃរបស់ខ្ញុំនាងរៀនអីចប់ MBA កាលពីឆ្នាំទៅខ្ញុំអាចនិយាយជាមួយនាងបានទេស៊ូសាន Stella ស្រែកហៅខ្ញុំមានន័យថាចង់និយាយជាឯកជនតែពីអ្នកនិស្សិតនារីនេះ Fred បន្ថែម Stella ងាកមកមើលគេថ្លៃហើយបន្តិចមកនាងយល់ស្របដោយក្រោកចេញលោកប៉ូលីសចាប់ចាំបន្តិចសិនទៅនាងឆ្លៀតផ្ដាំមិនយូរទេស៊ូសាននិង Fred បានមកនៅទល់មុខគ្នាក្នុងបន្ទប់គំនូរដដែលនេះនាងគិតយ៉ាងម៉េចដែរចំពោះការបាត់ខ្លួនរបស់បងប្រុសនារីវ័យក្មេងនៅលេងឡង់ប៉ូលីសរូបនេះក៏បន្ថែមឲ្យនាងឆាប់យល់ខ្ញុំចង់និយាយថាតើ Gibson គេអាចទៅណាកន្លែងណាទៅជាមួយអាទិត្យមុខនេះអត់ដឹងទេខ្ញុំគ្មានតម្រុយសោះតាមរកគ្រប់ផ្ទះមិត្តភ័ក្តិបងប្អូនអស់ហើយលោកគិតមើលចោះគាត់ជាមនុស្សមកចត់សំបីតែមកផ្ទះយឺត1ម៉ោងឬ2ម៉ោងក៏ខំមកដែរបងខ្ញុំមិនដែលធ្វើរឿងចម្លែកអញ្ចឹងទេអាចទេជាការចាប់ជំរិតនាងញ័រខ្លួនជំនួសឲ្យចម្លើយអាចជាសត្រូវទេ Fred ព្យាយាមផ្ដល់តម្រុយតែនាងបដិសេធភ្លាមសត្រូវអីទៅគាត់សំបីតែមិត្តម្នាក់ក៏អត់មានដែរធម្មជាតិរបស់គាត់គឺស្ងាត់ស្ងៀមអានតែសៀវភៅនិងគូគំនូរ Fred ជ្រួញថ្ងាសស្មុគស្មាញហើយចោះជីវិតស្នេហាគាត់ប្អូនប្រពន្ធគាត់យ៉ាងម៉េចដែរខ្ញុំចង់និយាយថាគាត់សប្បាយចិត្តនឹងគ្នាឬមានទំនាស់ទេចុងក្រោយនេះទេគាត់ទាំងពីរស្រឡាញ់គ្នាបំផុតចោះចរិតរបស់សេឡាចំពោះគាត់នឹងនាងប្អូនថ្លៃយ៉ាងម៉េចដែរល្អពួកយើងចោះសម្រងណាស់នាងធ្លាប់គិតសង្ស័យអ្វីពី Stella ទេលើករណីបាត់ខ្លួនបងប្រុសនាងសង្ស័យលោកកំពុងសង្ស័យគាត់ Fred ស្ងាត់ Susan ព្យាយាមនិយាយបន្ត Stella សាមញ្ញហើយល្អណាស់សូម្បីគិតក៏ខ្ញុំមិនដែលគិតផងលោកប៉ូលីសជប់សង្ស័យគាត់ទៅខ្ញុំអង្វរ Fred ងក់ក្បាលតិចៗព្រោះយល់ថាខ្លួនកំពុងបំភ័យស្រីតូចនេះ Susan ជូនដំណើរប៉ូលីសមកក្រៅផ្ទះប៉ុន្តែគេឈប់នៅត្រង់ទ្វារសិនទំនងជាគេមានរឿងត្រូវសួរនាងទៀតពេលនោះសំឡេងម៉ូតូដានីយ៉ែលមកដល់ដោយឃើញ Susan និង Fred និយាយគ្នាគេដំអកនៅចាំឯទ្វាររបងដោយពន្លត់ម៉ាស៊ីននិងអង្គុយលើម៉ូតូ Fred ចោលក្រសែភ្នែកសម្លឹងទៅដានីយ៉ែលយុវជននោះជាអ្នកណាមិត្តប្រុសរបស់ខ្ញុំដានីយ៉ែល Fred សម្លឹងគេដោយចម្លែករួចនិយាយខ្ញុំអស់អីហើយវីរៈសេនីយ៍នេះដើរទៅមុខដល់ទ្វាររបងគេឈប់ចិត្តដានីយ៉ែលហើយសម្លឹងគេបន្ទាប់មកលើកដៃកាន់ស្មាដានីយ៉ែលទៀតដានីយ៉ែលឆ្ងល់តែរកពាក្យសួរមិនទាន់ Fred ក៏ដើរដល់ឡានរបស់គេទៅហើយបន្សល់ឲ្យដានីយ៉ែលនៅភាពភ្ញាក់ផ្អើលនិងងងឆ្ងល់ Stella កំសត់ដែលបាត់ដំណឹងប្តីនាងដើរលើផ្លូវតែម្នាក់ឯងសម្លឹងទៅមុខរហូតដាច់កន្ទុយភ្នែកតែគ្មានមនុស្សម្នាក់ទេអ្វីៗស្ងាត់សូន្យសងប្លែកដល់ហើយវាដូចគ្នានឹងចិត្តកណ្ដោយកណ្ដែងរបស់នាងដែរបាត់បង់គេនាងយល់ថាបាត់បង់ជីវិតខ្លួនឯងក៏ល្អជាងនាងទៅមុខកាន់តែយូរកាន់តែស្រងោះស្រងោចក៏នឹកថាងាកមកក្រោយក្រែងរកឃើញមនុស្សម្នាប៉ុន្តែសម្លឹងរហូតដាច់កន្ទុយភ្នែកក៏គ្មានមនុស្សម្នាក់គ្រាន់លួងចិត្តក្រៀមក្រំទុកសោកនេះដែរ Stella នៅតែដើរទៅមុខតម្រង់ទៅកាន់ប្រាសាទដែលស្ងប់ស្ងៀមកណ្ដាលព្រៃហាក់ដូចជាមានអំណាចអាចកំបាំងអ្វីមួយចូលមកនៅក្នុងខ្លួនហើយជំរុញចិត្តនាងឲ្យងើបមុខបន្តដំណើរទៅ Stella ចូលដល់ក្នុងបរិវេណប្រាសាទដែលព្រឺស្រអាប់ពិបាកមើលអ្វីៗឲ្យច្បាស់តែណាស់ទោះជាយ៉ាងណានាងអាចរកឃើញគំនូរមួយផ្ទាំងធំព្យួរលើជញ្ជាំងបុរាណនោះគំនូរនីមួយៗហាក់មានបង្កប់ន័យអាចកំបាំងអ្វីជាសម្ងាត់អាចកំបាំងលន្លង់លន្លោចភ្លាមនោះនាងចាប់អារម្មណ៍ថាមានមនុស្សមានជីវិតណាផ្សេងម្នាក់នៅក្បែរនេះដែរគឺនៅក្នុងប្រាសាទនេះភរិយាដែលសង្រេងរឿងបាត់ប្តីងើបមុខប្រឹងសម្លឹងមើលជុំវិញទីនោះក្នុងវិញ្ញាណនាងដឹងថាមានស្រមោលវិលវល់ចុះឡើងយ៉ាងច្បាស់មិនដឹងគិតយ៉ាងណានាងចាប់ផ្ដើមដើរតាមស្រមោលនោះហើយស្រែកខ្សែវខ្សែវ Gibson Gibson ពេលឮសំឡេងនាងស្រមោលបានបាត់ទៅនៅក្នុងទីងងឹតចិត្តនាងកាន់ហេងហាងតែដាច់ខាតនាងត្រូវតែរកគេឲ្យឃើញ Gibson នាងស្រែកហៅម្ដងទៀតដោយស្រែកហៅខ្លាំងជាងមុនតែទោះជានាងស្រែកហៅនឹងតាមរកមើលយ៉ាងណាប៉ុន្តែស្រមោលនោះរួមទាំងក្តីស្រមៃពី Gibson មិនបានខ្លាចជាការពិតឡើយអ្វីដែលលេចឡើងចំពោះមុខនាងក្នុងពេលនេះគឺទ្វារធំរបស់ប្រាសាទបុរាណនាងស្ទុះទៅកាន់ទ្វារធំហើយបើកវាចេញមកក្រៅពីក្នុងកំពតព្រៃនាងឃើញហាក់ដូចជាអ្នកណាម្នាក់នៅឆ្ងាយសន្លឹមគ្មានអ្វីអាចឃាត់នាងក្នុងការរត់សម្ដៅទៅគោលដៅស្រពិចស្រពិលនោះឡើយតែទីបំផុតនាងក៏ឈប់ទ្រឹងដោយដឹងថានាងកំពុងឈរនៅមាត់អណ្ដូងដែលឡោមព័ទ្ធដោយថ្មខ្មៅក្នុងភាពតក្កមាអ្នកណាម្នាក់ឈានមកនៅពីក្រោយខ្នងនាង Gibson គឺគេពិតណាស់គេកំពុងដើរចេញមកពីក្នុងប្រាសាទ Stella រំភើបពេញបេះដូងហើយញញឹមស្រស់ទឹកភ្នែកបងទៅណាប្រពន្ធនឹកបងដឹងទេអូនតាមរកប្តីគ្រប់ទីកន្លែង
គេមិននិយាយអ្វីឯនាងក៏មិនរងចាំដែរនាងចាប់ផ្ដើមរត់សម្ដៅគេពន្លឺព្រះអាទិត្យស្រាលៗចាំងមកលើគេអ្វីម្យ៉ាងតាក់ជើងស្តេឡានារីកំសត់មិនឲ្យរត់ទិសបានញាប់តាន់ចិត្តនាងនឹកឃើញសោះមុនពេលដែលនាងទៅដល់ស្រមោលរបស់ Gibson ដួលនៅលើដីភាគទី3 Stella ប្រឹងចូលទៅកាន់តែគៀកនាងឃើញស្រមោលរបស់ Gibson ជាប្តីស្រាប់តែរលាយបាត់ទៅបន្តិចម្ដងក្នុងខ្យល់នាងខំប្រមូលកម្លាំងរត់សម្ដៅទៅគេកាន់តែខំប្រឹងរត់កាន់តែយឺតហើយពេលនាងទៅដល់ Gibson ក៏រលាយបាត់ទាំងស្រុងតែម្ដងនៅកន្លែងដែលនាងបានឃើញ Gibson ឈរមុននេះគ្មានអ្វីសេសសល់ទេគឺមានតែត្បូងមួយគ្រាប់ជ្រុះទៅនៅលើធរណីជាមួយដំណក់ទឹកភ្នែក Stella ដាក់បង្គុយសន្សឹមហើយរាវដៃទៅរើសគ្រាប់ត្បូងឡើងមកនាងស្រែកយំដាក់វត្ថុសំណល់ដោយក្តីសោកសៅនាងយំដល់ព្រឹបភ្នែកហើយស្ទើរតែងងឹតមុខដួលប្រមូលស្មារតីបើកភ្នែកមកវិញ Stella ភ្ញាក់ព្រឹបដោយក្តីតក់ស្លុតព្រោះក្នុងដៃនាងគ្មានត្បូងទៀតទេនាងងាកមើលជុំវិញខ្លួនតាមពិតខ្លួននាងកំពុងគេងនៅលើគ្រែនាងដឹងថាអ្វីគ្រាន់តែជាការសុបិនតែប៉ុណ្ណោះស្រីកំសត់ស្ទុះក្រោកចុះពីគ្រែហើយភ្លាមនោះនាងមានអារម្មណ៍ថាអ្នកណាម្នាក់កំពុងសម្លឹងតាមដាននាងពីក្រៅបង្អួចអ្នកដែលលឹបលោនៅក្រៅបង្អួចនោះបានបាត់ខ្លួនទៅវិញនៅពេលដែលនាងងាកទៅចំគេទោះយ៉ាងណាពេលដែលនាងស្ទុះទៅក្បែរបង្អួចនោះនាងទាន់មនុស្សម្នាក់កំពុងរត់ចេញទៅ Stella គ្មានពេលគិតឡើយនាងប្រញាប់រត់សម្ដៅទ្វារដើម្បីតាមពីក្រោយជននោះតើគេមានអ្វីតាក់ទងនឹងខ្ញុំមកលបមើលខ្ញុំគេមានតាក់ទងអ្វីនឹងការបាត់ខ្លួនប្តីខ្ញុំហើយគេជាអ្នកណានៅឯណោះស៊ូសានកំពុងលង់ក្នុងដំណេកសម្លេងអ្វីមួយបានបង្ខំឲ្យនាងភ្ញាក់ក្រោកអង្គុយសើម៉ាវគឺស្នូជើងប្រដេញរវាង Stella និងម្នាក់នោះស្នូជើងនៅលើបន្តមិនដាច់ជាហេតុផលដែលធ្វើឲ្យនាងភ្ញាក់ដោយក្តីបារម្ភរាប់ចាប់តាំងពីបងប្រុសនាងបាត់ទៅជីវភាពរស់នៅរបស់ស្រីតូចគឺពោពេញដោយការធុញថប់បារម្ភនិងសង្ស័យអ្វីសុទ្ធតែទាមទារស្មារតីប្រុងប្រយ័ត្នខ្ពស់នាងចុះពីគ្រែហើយឈរត្រឹងមួយសន្ទុះថ្មនេះហើយតើស្អីកើតឡើងទៅនាងដើរទៅបើកទ្វារដោយនៅសើម៉ាងបើកភ្នែកព្រឹមគ្មានឃើញអ្វីទេទោះប្រឹងរកមើលគ្រប់កន្លុកកន្លៀនប៉ុន្តែសំឡេងនៅតែមិនទាន់បាត់ហេតុការចម្លែកធ្វើឲ្យនាងស្វាងចេះនាងឈានលបតាមប្រភពសំឡេងនោះរហូតដល់បន្ទប់បងថ្លៃស្រីសេឡាគិតបន្តិចទើបស៊ូសានដាច់ចិត្តដាក់ដៃលើសោហើយមួលបន្ទប់ជាប់សោខាងក្នុងសំឡេងនោះមិនមែនមកពីក្រៅទេគឺពីបន្ទប់នេះយ៉ាងច្បាស់បងសេឡានាងហៅទាំងបពុះស្រាប់តែទ្វារចាប់រង្គៀកហើយអ្នកណាម្នាក់កំពុងប្រយុទ្ធប្រតាយពីខាងក្នុងដែរក្នុងចេតនាខាត់មិនឲ្យស៊ូសានបើកទ្វារចូលបានឡើយបងសេឡាទាញទ្វារធ្វើអីខ្លាំងម្លេះឬមួយសោខូចមែនទេនាងតូចស្រែកសួរថាហើយនាងព្យាយាមរុញថែមមួយទំហឹងទ្វារក៏របើក Stella បង្ហាញខ្លួនដោយភ័យញ័រមានរឿងអីនឹងបងស៊ូសានសួរហើយចាប់អោបបងថ្លៃមានអ្នកណាមើលមកតាមបង្អួចហើយទ្វារនេះបងបើកចេញក៏មិនរួចបងចង់ដេញតាមវានោះទ្វារបើករបើកមិននឹងកើតបើបងមិនបើកស៊ូសានសួរ Stella មើលទ្វារដែលចំហហើយនៅតែភ័ន្តភាំងអ្វីវិលវល់អស់ហើយនាងបន្ទោសខ្លួនឯងថាប្រហែលមកពីតកាមាពេកបានជំវិញខ្លួនទៅជារញ៉ៃយ៉ាងនេះ Stella ខំតាំងស្មារតីអោបប្អូនថ្លៃវិញស៊ូសាននៅសំងំស្ងៀមស្ដាប់ស្នូបបេះដូងបងស្រីដែលលោតយ៉ាងញាប់អមមកជាមួយនៅសាប់សំឡេង Stella យំអណ្ដើកពេលខ្ញុំអាយុទើបតែ8ឆ្នាំម្ដាយខ្ញុំទៅចោលខ្ញុំបន្ទាប់មកលោកប៉ាពេលនេះខ្ញុំទើបតែអាយុ13ឆ្នាំទេក៏កំព្រាទៅហើយពេលនេះ Gibson ក៏ទៅចោលខ្ញុំពួកគេទុកឲ្យខ្ញុំនៅម្នាក់ឯងស៊ូសានព្យាយាមលួងនាងមិនអីទេ Stella យើងប្រកាសជារកគាត់ឃើញជឿខ្ញុំទៅនឹកដល់ត្រង់នេះនាងជូតទឹកភ្នែកហើយភ្ញាក់ស្មារតីដកអារម្មណ៍ចេញពីអតីតកាលមកវិញចាស់ស្កូបនៅចំហៀងនាងនៅតែបន្តបើកឡានស្ងាត់ស្ងៀមប៉ុន្តែឡានពួកគេបានមកដល់តំបន់ជីក្រុងហើយយើងទៅណានាងសួរទាំងងាកសម្លឹងជុំវិញខ្លួនឯគេគ្រាន់តែញញឹមដាក់នាងគាត់នៅឯណាប្តីខ្ញុំនៅណាលោកដឹងថាគាត់នៅឯណាទេចាស់ស្កូបនាងនៅតែសួរដដែលទោះជាគេហាក់មិនសូវចង់និយាយស្ដីពេលនេះខ្ញុំមិនអាចនិយាយអ្វីបានទេអ្នកស្រីគឺខ្ញុំមិនច្បាស់ទេថាតើគាត់នៅរស់ឬស្លាប់គេឆ្លើយក្នុងពេលបេះដូងស្រីវ័យក្មេងដាច់ដោយទឹកភ្នែកនាងស្ងួតតែដៃជើងនៅញ័រចម្ប្រប់គេដៀងភ្នែកមកសម្លឹង
អាការៈនាងដោយក្តីអាណិតអាសូរជាសម្ងាត់មួយជំនួសឲ្យការបន្តកិច្ចសន្ទនាអ្វីបន្តព្រោះដឹងថាកាន់តែនិយាយនាងកាន់តែសោកសៅប៉ុណ្ណោះនៅទីនេះគឺតំបន់រ៉ូមែនទិកគូស្នេហ៍ជាច្រើនគូកំពុងរីករាយជាមួយនឹងបរិយាកាសមាត់សមុទ្រក្នុងនោះក៏មានស៊ូសាននិងដានីញ៉ែលដែលដើរលើខ្សាច់បំបត្តិភាពតានតឹងដែលកំពុងរុំព័ទ្ធក្នុងរង្វង់គ្រួសារតូចរបស់នាង9 ថ្ងៃហើយមិនឮដំណឹងពីបងប្រុសសោះស៊ូសាននិយាយដោយអារម្មណ៍មួម៉ងកុំបារម្ភពេកគិតសុខភាពសិនព្រោះព្រះនឹងតាមថែរក្សាគាត់គូស្នេហ៍ទាំងពីរសារសងគ្នាក្រោមការចាប់អារម្មណ៍ពីអ្នកណាម្នាក់ជាសម្ងាត់ពិសេសមកលើស្រីស្អាតស៊ូសានទោះយ៉ាងណាមិនយូរប៉ុន្មានស៊ូសានដឹងខ្លួនហើយនាងងាកប្រាប់ដានីញ៉ែលបងប្រយ័ត្នបន្តិចអ្នកណាមិនដឹងទេកំពុងតាមដានពីអ្នកយើងដានីញ៉ែលពិចារណាយឺតហើយសន្សឹមងាកសម្លឹងទៅទីនោះឯជនគោលដៅបានលើកកាសែតអានមកបាំងមុខមើលចោះពេលយើងដឹងធ្វើជាអានកាសែតស៊ូសាននិយាយដោយមួម៉ៅមួយរំពេចនោះអ្នកតាមដានស្រាប់តែក្រោកឡើងហើយដើរចេញទៅគាត់នោះតាមពិតគេនោះគឺចាស់ស្កូបម្នាក់នេះធ្លាប់តាំងខ្លួនថាជាមិត្តរបស់បងប្រុសខ្ញុំហើយចូលទៅរកបងស្តេឡាហើយបងស្តេឡាក៏ឡើងឡានទៅជាមួយគាត់ស៊ូសាននិយាយបង្កើតក្តីសង្ស័យក្នុងកែវភ្នែកសង្សារនាងពិតមែនហើយម្នាក់នោះគឺចាស់ស្កូបគេស្រាប់តែបង្ហាញខ្លួនតាមគៀកកាត់តាមលបមើលស៊ូសានហើយពេលត្រូវសម័យខ្លួនចាប់អារម្មណ៍ក៏ចាក់ចេញពីកន្លែងនោះភ្លាមធ្វើដូចជាគ្មានរឿងអ្វីកាត់ឡើងតើចាស់ស្កូបជាអ្នកណាគេមានបំណងអ្វីងាកមកមើលឈុតដែលស្តេឡាជិះឡានជាមួយចាស់ស្កូបបន្តទៀតនាងឃើញគេបន្ថយលបឿនឡានហើយប្រាសាទបុរាណដូចបេះបិទនឹងអ្វីដែលនាងបានឃើញក្នុងសុបិនកំពុងប្រកាសខ្លួននៅមិនឆ្ងាយប៉ុន្មានឡើយនាងសម្លឹងទៅប្រាសាទនោះដោយស្រងោតស្រងាត់នេះគឺប្រាសាទដែលខ្ញុំឃើញក្នុងសុបិនពេលនោះរូបភាពដែលគីបសុនចេញពីប្រាសាទបានរត់កាត់ខ្វាត់ខ្វែងមុខនាងសាជាថ្មីកន្លែងនេះហើយច្បាស់ណាស់នាងរបូតពាក្យចេញមកទាំងរំជួសចិត្តឡានឈប់នៅមុខប្រាសាទចាស់ស្កូបចេញពីឡានសឹងមិនទាន់ស្តេឡាចាស់ស្កូបកាន់ពិលពីក្នុងឡានមកដោយគេហុចមួយឲ្យទៅនាងតះយើងចូលទៅក្នុងទេព្រោះគេដឹងថាអំណាចនៃស្នេហ៍ស្មោះនាងនឹងប្តីបានបណ្ដាលឲ្យស្តេឡាអាចធ្វើអ្វីបានទាំងអស់ដោយមិនបាច់បារម្ភអ្វីនឹងភ័យខ្លាចអ្វីទោះបីបន្លឺស្រពេចស្រពិលពិបាកធ្វើដំណើរតែស្តេឡាព្យាយាមដើរតាមពីក្រោយគេលោកធ្លាប់មកទីនេះចាស់ស្កូបស្តេឡាសួរមកម្ដងជាមួយគីបសុនពេលណាប្រហែល15ថ្ងៃមុនមកតាមផ្លូវនេះចាស់ស្កូបនាំនាងមកដល់មាត់អណ្ដូងដែលនៅខាងស្ដាំប្រាសាទស្តេឡាញាប់ញ័រព្រោះអ្វីៗនៅទីនេះនាងបានឃើញក្នុងសុបិនរួចទៅហើយនាងឈរនៅក្បែរអណ្ដូងដែលឡោមព័ទ្ធដោយថ្មពណ៌ខ្មៅទាំងកម្រាលជុំវិញនោះក៏ខ្មៅនាងស្រាប់តែនឹកឃើញដល់ស្នាមគំនូរចំណាំនៅលើរូបគំនូរអណ្ដូងដែលប្រទះឃើញចៃដន្យក្នុងសៀវភៅរបស់គីបសុនមុនពេលនាងបាត់បង់គេមើលទៅអណ្ដូងនេះទំនងត្រូវគេបោះបង់លែងប្រើយូរណាស់មកហើយនាងពោលតិចទាំងចិត្តក្រៀមស្រពោនមិនដឹងមូលហេតុមនោសញ្ចេតនានាងសម្ងាត់អ្វីមួយបានផ្សារភ្ជាប់នាងទៅនឹងអណ្ដូងអាចកំបាំងនេះស្រេចទៅហើយនេះមិនមែនអណ្ដូងទេចាស់ស្កូបនិយាយកាត់ធ្វើហើយនាងងាកមកមើលមុខគេអ្វីទៅធ្វើឲ្យគេច្បាស់លាស់ម្លេះក្នុងការសន្និដ្ឋានថានេះមិនមែនជាអណ្ដូងនាងនឹងគេឈានកាន់តែគិមាត់អណ្ដូងចាស់ស្កូបជួយទប់នាងឲ្យអាចសម្លឹងត្រង់ទៅខាងក្នុងនោះមិនឃើញអ្វីទាំងអស់ក្រៅពីភាពងងឹតមែនអត់អ្នកភូមិនៅក្បែរនេះគេនាំគ្នាហៅអណ្ដូងនេះថារូងងងឹតហើយវាមានស្អីនៅខាងក្រោមនោះទៅចាស់ស្កូបមិនឆ្លើយតែគេថយក្រោយពី3ជំហានឯនាងក៏ថយតាមឥឡូវត្រៀមយើងត្រូវលោតចូលក្នុងដើម្បីដឹងការពិតចាស់ស្កូបនិយាយមុខស្មើតែនាងឯណោះស្លេកស្លាំងលោតចូលស្តេឡាប្រហែលគិតថាគេនិយាយលេងជាមួយនាងទឹកមុខគេមាំតែភ្នែកគេដែលសម្លឹងនាងគឺស្រទន់ខ្ញុំមិនលេងសើចទេចាស់ស្កូបច្បាស់ពេកនាងចាប់ផ្ដើមផិតភ័យទេគេលូកដៃមកកាន់នាងតែនាងរលាស់ចាញ់មិនដឹងនាងបដិសេធនេះក៏ដោយសារស្មានពីចិត្តគេខ្លាចចង់ប៉ះនាងឬនាងគេទាញចូលអណ្ដូងទេអញ្ចឹងនៅចាំត្រង់នេះហើយខ្ញុំទៅមុនស្តេឡាស្ទើរតែដកដង្ហើមដែលដង្ហក់នោះមិនទាន់ផងចាស់ស្កូបងាកមកញញឹមដាក់នាងជាចុងក្រោយហើយលោតចូលទៅក្នុងអណ្ដូងស្តេឡាបើកភ្នែកធំប៉ុនពងមាន់ភាំងស្មារតីដោយក្តីរន្ធត់នាងតាមពិតគឺកំពុងសួរខ្លួនឯងថាតើនាងយល់សុបិនឬមួយក៏ការពិតប៉ុន្តែតើជាការពិតអ្វីក៏អាក្រក់អាក្រៃម្ល៉េះទោះយ៉ាងណានាងប្រឹងអោនសម្លឹងទៅក្នុងអណ្ដូងដើម្បីរកមើលគេតែនាងមិនឃើញអ្វីទាំងអស់
សូម្បីតែសំឡេងបន្តិចក៏មិនឮគេលោតចូលទៅមែនគេទៅបាត់ហើយព្រះអើយគួតអីចេះឥឡូវគេនៅឯណាទៅដៃមួយលោកមកកាន់ស្មាធ្វើឲ្យសេឡាស្រែកភ្លាត់សំឡេងដោយរន្ធត់ថ្មិចភ្នែកនាងទាំងសងខាងតែម្ដងកំភៃអីគឺខ្ញុំចាស់ស្កូបនាងបើកភ្នែកមកវិញសន្សឹមហើយដកដង្ហើមធំដោយធូរស្រាលគេបែកជាញញឹមស្រស់នៅចំពោះមុខនាងអូព្រះអើយលោកកំភៃខ្ញុំស្ទើរតែគៀងបេះដូងស្លាប់ទៅហើយឃើញទេខ្ញុំមានសុវត្ថិភាពទេសូម្បីរបួសបន្តិចក៏គ្មានហើយលោកចេញមកពីណាមកនឹងក្រាញ់មិញលោតចោះទៅបាត់ហើយអីស្តេឡានៅតែមិនជឿភ្នែកខ្លួនឯងនេះជាវេទមន្តលោតទៅជាមួយខ្ញុំហើយនាងនឹងដឹងគ្រប់យ៉ាងនាងនៅតែស្ទាក់ស្ទើរប្តីនាងគេបានលោតចោះទៅមុនយើងហើយនាងបើកភ្នែកធំនេះជាអ្វីតែមួយគត់ដែលមានអំណាចអាចភ្ញូចនាងឲ្យធ្វើការសម្រេចចិត្តស្រីស្អាតងក់ក្បាលមួយជាសញ្ញាយល់ព្រមទាំងពីរនាក់លោតចូលទៅនាងបិទភ្នែកហើយស្រែកយ៉ាងខ្លាំងសំឡេងស្រែករបស់នាងក៏ស្ងាត់ទៅបន្តិចម្ដងពេលដែលនាងធ្លាក់ចុះហើយក្រោយមកក៏ឈប់ជើងនាងបានដល់ដីហើយអ្វីទាំងអស់គឺងងឹតស្លប់ពេលចាប់ផ្ដើមចុចហើយពន្លឺវាចាំងឆ្លោះនៅជុំវិញនោះទិដ្ឋភាពមួយដែលលេចឡើងចំពោះមុខធ្វើឲ្យស្តេឡាស្រែកភ្លាត់សំឡេងហើយរត់មុខត្រសល់ក្រោមដៃរបស់ចាស់ស្កូបគឺក្រងឆ្អឹងអ្នកភូមិដែលធ្លាក់មកក្នុងនេះហើយរកផ្លូវចេញទៅក្រៅវិញមិនបានមិនបាច់ភ័យទេបនស្រន់ឲ្យពួកគេទៅចាប់ជាតិថ្មីចុះស្តេឡាសម្រួលអារម្មណ៍វិញទាំងប្រាណនាងនៅក្នុងរង្វង់ដៃរបស់គេនៅឡើយពេលដឹងថាគេបបោះអង្អែលសរសៃសក់នាងថ្នមនាងបើកភ្នែកធំហើយច្រានគេចេញដើរទៅមុខបានមួយជំហៀងនាងក៏ស្រែករន្ធត់ហើយរត់មករកគេម្ដងទៀតមានរឿងអីគេនិយាយទាំងដៃអោបនាងយ៉ាងណែនស្តេឡាលាដៃចង្អុលទៅសាច់នេះរាងកាយថ្មីមួយដែលមើលទៅដូចជាត្រូវបានសត្វសាហាវហែកស៊ីនៅមិនទាន់ស្ងួតឈាមស្រស់ឈាមស្រួលបួលយើងនៅឯណាហើយយើងទៅណាសេឡាសួរព្រោះនាងស្ទើរលេះលោះអស់ហើយចាស់ស្កូបសម្លឹងទៅពន្លឺដែលបញ្ចាំងលើថ្មមានឆ្លាក់អក្សរ A យើងនៅក្នុងពិភពលោកផ្សេងទៀតជាមួយគ្នាគឺច្រើនឆ្នាំកន្លងទៅអ្នកវិទ្យាសាស្ត្ររូបវិទ្យាវិជ្ជបណ្ឌិត Stephen Hall បានបង្កើតពិភពនេះ Stella ភ្ញាក់ផ្អើលនឹងចំហមាត់ពិភពផ្សេងនាងបានភ្ជាប់ខ្លួនទៅនឹងការរិះគិតហើយរសាយចេញពីភាពភ័យខ្លាចរឿងសត្វចម្លែកនៅក្នុងទីងងឹតនេះគាត់បានបង្កើតអ្វីដែលតាមដែលគាត់ជឿចាស់ស្កូបនិយាយមិនយល់ខ្ញុំអត់យល់ទេ Stella និយាយទាំងក្រវីក្បាលភ័យហើយសម្លឹងមើលជុំវិញនោះទាំងអោបគេជាប់នៅឡើយគេទាំងពីរបន្តបញ្ចាំងពិលមើលជុំវិញនោះហើយសម្លឹងមើលអណ្ដូងនិងថ្មជាច្រើននៅចំពោះមុខនៅលើផ្ទាំងថ្មទាំងអស់ដែលក្របពីលើមាត់អណ្ដូងសុទ្ធតែមានឆ្លាក់ A1 A2 ឬ A3 ឡាក់មានអណ្ដូងច្រើនម្លេះ Stella ឆ្ងល់តែខ្ញុំមើលទៅវាមិនដូចជាអណ្ដូងទេលោកយល់ថាស្អីវិញវាដូចជាផ្លូវទៅកាន់ភពផ្សេងទៀតគឺរូងងងឹតដូចដែលអ្នកភូមិនាំគ្នាហៅរូងងងឹតព្រះជាម្ចាស់រូងងងឹតនៅក្នុងរូងងងឹតត្រូវហើយលោកថាត្រូវតែខ្ញុំលប់អស់ហើយចុះនៅក្នុងរូងងងឹតនីមួយៗនោះមានរូងងងឹតបន្តទៀតរូងងងឹតទៀតពិតជាអស្ចារ្យមែនតើប៉ុន្មានដងទៀតទៅមានទីបញ្ចប់ទេហើយយើងកំពុងស្ថិតក្នុងល្បែងប្រស្នាងងឹតងងើលរបស់អ្នកណាម្នាក់ឬអ្វីនាងនិយាយដោយផិតភ័យអាចដែរ Stella មើលទៅអ្នកប្រាជ្ញនេះបានបង្កើតអន្ទាក់យ៉ាងហោចក៏5ជាន់គឺពី A B C D និង E 5ជាន់លប់ណាស់លប់មែនគេលែងមាត់តែដើរសំដៅទៅអណ្ដូង A3 ជាប្រស្នាជាន់ទី1នៃរូងងងឹត3 Stella ក្តោបសម្ពុតដើរយឺតៗទៅតាមគេ Stella នាងដឹងទេពិតជាមានវេទមន្តអ្វីមួយនៅខាងក្នុងនេះចង់ឃើញដែរអត់ចាស់ស្កូបសួរក្នុងគំនិតបង្កើតវិធីធ្វើឲ្យនាងកើតចិត្តចង់ដឹងចង់ស្វែងយល់វេទមន្ត Stella ភ្លឹកផងអីផងតែវាគ្មានអ្វីអស្ចារ្យទេខ្ញុំនឹងបង្ហាញរបស់ពិតឲ្យនាងយល់និយាយចប់គេដឹកដៃនាងទៅជិតអណ្ដូងដែលមានអក្សរ A3 ដោះនាឡិកាដៃរបស់នាងឲ្យខ្ញុំបានទេ Stella សម្លឹងគេដោយនាងឆ្ងល់ឲ្យនាឡិកានាងមកខ្ញុំមកគេទឿនStella ដោះនាឡិកាពីដៃហើយហុចឲ្យគេបុរសនេះយកនាឡិកាខ្លួនទឹមជាមួយនាឡិការបស់នាងហើយតម្រូវម៉ោងរួចរាល់ទៅងើបមុខមកនិយាយមើលនាង Stella ឥឡូវម៉ោង 7 ល្ងាចដូចគ្នាលោកចង់បង្ហាញពីរឿងអ្វីទៅ Stella នៅតែឆ្ងល់
កុំតក់ក្រហល់ពេកមើលគេនៅតែមានចិត្តកំប្លែងញុះនាងសេឡាធ្វើមុខមាំខណៈចាស់ស្គប់ប្រឹងញញឹមដាក់នាងតាសអីខ្ញុំមិនយល់លោកចង់ធ្វើអីទេណាចាស់ស្គប់លោតចូលរួមងងឹតនេះជាមួយខ្ញុំសេឡានៅតែមានការសាក់សើតែគេពន្យល់កុំបារម្ភអីវាស្រដៀងនឹងរូងមុនទេទីបំផុតពួកគេក៏លោតចូលអណ្ដូង A3 ជាមួយគ្នាធ្លាក់ដល់បាតពួកគេក្រោកឡើងយឺតសារជាថ្មីសេឡាសម្លឹងមើលជុំវិញនោះរំពឹងថានឹងមានអ្វីខុសប្លែកពីកាលជាន់ខាងលើចាស់ស្គប់បញ្ចាំងពិលមើលថ្មដែលបង្ហាញពីថាច្រកចេញត្រូវបានគេឆ្លាក់នៅលើនោះអណ្ដូងតែមួយទេស្តេឡាសួរទេ B1 មើលទៅនេះអូខាងលើ A ហើយទីនេះ B បាទហើយខ្ញុំយល់ថាមួយនេះគឺអណ្ដូងច្រកចេញយើងត្រូវទៅតាមនេះចាស់ស្គប់និងសេឡាឈរនៅក្បែរអណ្ដូង B1 ហើយត្រៀមខ្លួនលោតបន្តចាស់ស្គប់លោកធ្លាប់គិតទេថាបងគីបសុនបានជាប់ទៅនៅក្នុងរូងងងឹតនេះជាន់ណាមួយនាងសួរដោយចិត្តអំណរគេញញឹមស្រស់សួរបាញ់ច្រាស់វិញបើមែននាងតាំងចិត្តស្វែងរកគេមួយជីវិតទេខ្ញុំនឹងតាមរកគីបសុននៅគ្រប់ជាន់ហើយគ្រប់បណ្ដូងទាំងអស់ទោះបីជាយ៉ាងណាក៏ដោយរហូតទាល់តែឃើញបុរសនេះលែងមាត់តនឹងនាងទោះគេបានរំភើបចិត្តជាខ្លាំងនឹងភក្តីភាពរបស់នាងក៏ដោយគេលូកដៃមកកាន់នាងសារជាថ្មីឯនាងក៏យល់ចិត្តហើយលោតចូលក្នុងអណ្ដូងជាមួយគ្នាពួកគេធ្លាក់ទៅនៅលើជាន់ដែលផ្ទាំងថ្មនៅមាត់អណ្ដូងសរសេរអក្សរ A3 ចាស់ស្គប់មើលមកនាងដោយស្នាមញញឹមហើយគេបញ្ចាំងពិលទិសថ្មដែលមានឆ្លាក់ A3 គឺពួកគេបានវិលមកជាន់ A វិញហើយមើលទៅនាឡិការបស់នាងម៉ោង 7:15 នាទីចំណែករបស់ខ្ញុំម៉ោង 8:15 នាទីមិនអញ្ចឹងសេឡាភ្ញាក់ផ្អើលពេលវេលានៅរូងខ្មៅខុសពីទីនេះរង្វាស់ដ៏យឺតនេះរយៈពេលគឺ15នាទីនៅទីនេះស្មើនឹងមួយពេលម៉ោងនៅទីនេះអ្វីៗដំណើរការយឺតជាងគ្នាអស្ចារ្យពិតជាអាចកំបាំងមែនយ៉ាងនេះមនុស្សអាចរស់នៅដោយមានជីវិតច្រើនដងនៅក្នុងមួយជីវិតរបស់គេមែនអត់ចុះនាងចង់រស់នៅដោយមានជីវិតប៉ុន្មានដងយូរប៉ុន្មានក៏ដោយបើរស់នៅគ្មានគៀបសុនក៏គ្មានតម្លៃគេសម្លឹងនាងយ៉ាងស្រទន់ហើយហុចនាឡិកាឲ្យនាងវិញឆាប់ឡើងយើងត្រឡប់ទៅវិញតែគេដូរផ្លូវចេញដោយយកកូនបាល់មួយចេញពីហោប៉ៅរបស់គេស្តេឡាមើលឃើញរូបសត្វចម្លែកនៅលើបាល់នោះបាល់នេះនឹងបង្ហាញផ្លូវយើងត្រឡប់ទៅវិញបុរសនេះដាក់កូនបាល់លើថ្មខណៈដែលកូនបាល់រមៀលគេក៏អូសដៃនាងរត់តាមកូនបាល់ប្រសិនបើយើងតាមកូនបាល់នេះយើងនឹងអាចត្រឡប់ទៅវិញបានទីបំផុតកូនបាល់បានរមៀលធ្លាក់ក្នុងអណ្ដូងមួយនេះជាអណ្ដូងដែលយើងត្រូវលោតចូលស្តេឡានាងមានអ្វីដែលថារារែកមិនធ្វើតាមគេទៀតព្រោះនាងយល់ថាគេគឺឆ្លាតបំផុតហើយអ្នកទាំងពីរក៏លោតចូលអណ្ដូងរួមគ្នាហើយឥឡូវនេះស្តេឡាដូចជាលោតដោយលែងភ័យខ្លាចអ្វីទាំងអស់ចាស់ស្គប់និងស្តេឡាធ្លាក់មកលើដីនៅចំហៀងអណ្ដូងក្បែរប្រាសាទពួកគេក្រោកឡើងហើយងើយមើលមេឃអំឡុងពេលពួកគេនៅក្នុងអណ្ដូងពួកគេមិនបានឃើញអ្វីក្រៅពីថ្មទេឥឡូវឃើញមេឃនៅខាងលើនឹងដាំឈើជុំវិញនោះពួកគេមានអារម្មណ៍ប្រសើរឡើងប្រាសាទដដែលលេចឡើងចំពោះមុខគេចាស់ស្គប់បញ្ចាំងពិលមើលលើដីនៅម្ដុំនោះលោករកអ្វីស្តេឡាសួរគេមិនមាត់ហើយអោនរើសកូនបាល់ដែលមានឆ្លាក់រូបសត្វចម្លែកដដែលនោះគេអូសដៃដើរសំដៅឡានណែចុះគីបសុនប្តីខ្ញុំណាស្តេឡាខាត់គេសួរនៅឯណោះស៊ូសាននិងដានីញ៉ែលដើរកាន់ដៃគ្នានាពេលព្រលប់គោលដៅពួកគេគឺហាងកាហ្វេមួយយើងចូលញ៉ាំកាហ្វេសិនទៅស៊ូសានអស់កម្លាំងឆាប់ម៉េះនេះគ្រាន់តែជាការចាប់ផ្ដើមទេបងសម្លាញ់ដំណើរនៅវែងឆ្ងាយទៀតចេះតែដើររហូតអញ្ចឹងមិនមែនជាជីវិតទេឈប់ហើយគិតដល់ចំណុចដែលយើងត្រូវទៅដល់ក៏ជាផ្នែកមួយនៃជីវិតដែរបានតាសយើងទៅសម្រាប់បន្តិចសិនទៅស៊ូសានិយាយមកជាមួយស្នាមញញឹមពួកគេចូលទៅអង្គុយទល់មុខគ្នានៅតុមួយឯជ្រុងខាងក្នុងហាងកាហ្វេស៊ូសានយកក្រដាសមួយចេញពីក្នុងកាបូបរួចចាប់ផ្ដើមរាប់អ្វីម្យ៉ាងអូនសង្ឃឹមថាបងបានកត់ឈ្មោះមិត្តភ័ក្តិបងទុកអស់ហើយស៊ូសាននិយាយពេលកំពុងមើលកំណត់ត្រាក្នុងក្រដាសរបស់នាងដើម្បីអ្វីទៅដានីញ៉ែសួរដោយត្រង់ពេលកំពុងសម្លឹងរកអ្នករត់តុដើម្បីអ្វីមែនទេគឺដើម្បីចែកលិខិតអាពាហ៍ពិពាហ៍ដានីញ៉ែលបងពិតជាមនុស្សគិតអីមិនចេញសោះបែបនេះមែនទេ
ឥឡូវកំពុងសួរថាអាពាហ៍ពិពាហ៍របស់អ្នកណាអីណាអ្នករត់តុមកដល់គេក៏ហៅកាហ្វេខ្មៅ2កែវស៊ូសាននៅបន្តកិច្ចការកត់ឈ្មោះភ្ញៀវរបស់នាងប៉ុន្តែដានីញ៉ែលចាប់ភ្លឹកថាអ្នកណាម្នាក់ដែលពួកគេមិនចង់ជួបបានបង្ហាញខ្លួនស៊ូសានដានីញ៉ែលធ្វើសញ្ញាឲ្យនាងសម្លឹងទៅជ្រុងខាងទៀតក្នុងហាងស៊ូសានងើបមុខសម្លឹងទៅជ្រុងខាងនាងឃើញចាស់ស្កូបនិងស្តេឡាកំពុងអង្គុយជក់អារម្មណ៍ពិភាក្សាមិនបានទាំងឃើញនាងនិងដានីញ៉ែលផងស៊ូសានស្ទុះក្រោកឡើងដូចជាមិនពេញចិត្តដែលស្តេឡាបង្ហាញវត្តមានជាមួយចាស់ស្កូបនៅទីនេះបន្តិចណាសោះយើងទៅកន្លែងផ្សេងទៅស៊ូសាននិយាយគំរោះបន្ទាប់ពីនេះគឺមង្គលការរបស់ស៊ូសាននិងដានីញ៉ែលនៅព្រះវិហារគូស្នេហ៍ទាំងពីរមានទឹកមុខស្រស់ស្រាយក្នុងឈុតអាពាហ៍ពិពាហ៍ទោះបីអវត្តមានបងប្រុសក្តីអាចារ្យចាប់ផ្ដើមពិធីទឹកមុខគូស្នេហ៍ពិតជារំភើបជាមួយនឹងក្តីស្រមៃនៃជីវិតប្តីប្រពន្ធរបស់ពួកគេមិត្តភ័ក្តិជាច្រើនរងចាំអបអរនៅក្នុងសាលចាស់ស្កូបបង្ហាញខ្លួនឈរជិតស្តេឡានៅជ្រុងខាងនៃសាលនេះហើយយកចិត្តទុកដាក់សម្លឹងទៅការប្រារព្ធពិធីវីរៈសេនីយ៍ Fred នៅឈរឯនៅជ្រុងម្ខាងទៀតតាមសម្លឹងឃ្លាំមើលសកម្មភាពប្រុសស្រីទាំងទ្វេដោយសង្ស័យម្នាក់បាត់ប្តីម្នាក់ទៀតមិនដែលមានទំនាក់ទំនងអ្វីបើកចំហពីមុនមកសោះមិនក៏តែងបង្ហាញខ្លួននៅក្បែរគ្នាគឺប៉ូលីសនេះនៅតែបន្តសង្ស័យលើចាស់ស្កូបនិងស្តេឡា